Và sự sau đây ngày nay gì ông piประเทศบอดនេះផ្នែកកាច់បាទអញ្ចឹងផ្នែកកាច់វាមានច្រើនបាទច្រើនប្រភេទអញ្ចឹងណាអញ្ចឹងផ្នែកកាច់ខ្លះក៏កាច់ខ្លីផ្នែកកាច់ខ្លះក៏កាច់វែងអញ្ចឹងទៅណាបងប្អូនហើយផ្នែកកាច់ខ្លះក៏វាកាច់បាក់អត់ជាប់ដើមឈើផ្នែកកាច់ខ្លះក៏វាបុកជាប់ដើមឈើអញ្ចឹងណាបងប្អូនហើយប្រវត្តិនៃផ្នែកកាច់នេះបាទវាមានប្រវត្តិផ្សេងគ្នាអញ្ចឹងខ្លះទៅម្ចាស់នៅទៅខ្លះទៅម្ចាស់ក៏ស្លាប់បាត់យើងដឹងពីអ្នកដែលថែរក្សាបន្តដូចជាចៅដូចជាកូនអញ្ចឹងទៅអញ្ចឹងណាបងប្អូនបាទអញ្ចឹងប្រហែលថ្ងៃមុននោះមានបងប្អូនយើងខ្លះបាទថាគាត់មិនមែនអ្នកមិនដឹងទេគាត់អ្នកដឹងអ្នកចែកម្លែកដែរអញ្ចឹងណាគាត់ចូល comment ក្នុងវីដេអូខ្ញុំរឿងផ្នែកកាច់ហ្នឹងបាទអញ្ចឹងក៏ខ្ញុំនឹកឃើញថាបកស្រាយឲ្យគាត់យល់ខ្លះបាទមិនប្រកាសថាអ្នកដែលឆ្លាញ់ខ្នាយឆ្លាញ់វត្ថុស័ក្តិសិទ្ធិនឹងស្គាល់អស់ទេសូម្បីតែខ្ញុំក៏ខ្ញុំដឹងតិចតួចដែរប៉ុន្តែគាត់ថាខ្ញុំបកស្រាយឬក៏ខ្ញុំដាក់ចែកជាវខ្នាយកាច់ខ្ញុំមានខ្នាយកាច់ឲ្យមើលមិនយកខ្នាយផ្សេងយកមកបកស្រាយថាខ្នាយកាច់ទេអញ្ចឹងណាបងប្អូនបាទអញ្ចឹងមាន page មួយនោះបាទឈ្មោះគាត់លោកគ្រូអុកញ៉ាកាឡាហោមគង់បាទគាត់ comment ក្នុងវីដេអូខ្ញុំថាអីខ្នាយដូចកាច់ថ្មីម៉េះបាទចាថ្មីនឹងអាចាស់នឹងមិនទៅវាអត់សំខាន់កាច់ថ្មីកាច់ចាស់ទេសំខាន់ខ្នាយនឹងវាខ្នាយកាច់ពិតប្រកបដោយមនុស្សកាច់ឬក៏សត្វវាកាច់អញ្ចឹងណាបងប្អូនអញ្ចឹងសូមជម្រាបទៅលោកតាឲ្យច្បាស់ថាខ្នាយកាច់ទោះបីវាកាច់យូរឆ្នាំកាច់ជាប់ដើមឈើយូរយ៉ាងណាក៏ដោយនេះអាសាច់ចាននេះគឺវាអត់ប្រែប្រួលទេគឺវាមិនមែនទៅក្រហមឬក៏ឡើងខ្មៅព្រិចដោយព្រីងទុំទេអញ្ចឹងប្រភេទខ្នាយកាច់សាច់ចាននេះវាអាចជាប់ជាមួយនឹងជ័រឈើប៉ុន្តែអាខ្នាយដែលកាច់នេះគឺវាកន្លែងដែលកាច់នេះគឺសាច់ចានវាយ៉ាងម៉េចគឺនៅអញ្ចឹងវាមិនមែនថាมันប្រែប្រួលទេប៉ុន្តែថាវាប្រែប្រួលក៏សន្តាននៃសាច់ខ្នាយនេះគឺនៅជាខ្នាយអញ្ចឹងណាមិនមែនឡើងខ្មៅព្រិចដូចជាលាបថ្នាំទេអញ្ចឹងណាបងប្អូនបាទអញ្ចឹងលោកតារៀនបន្ថែមទៀតបាទលោកតាមើលខ្នាយកាច់ឲ្យបានច្រើនប៉ុន្តែខ្ញុំឃើញ page លោកតាដូចជាមិនដែលឃើញមានខ្នាយកាច់ទេហើយលោកតាបកស្រាយនោះវីដេអូដែលលោកតាបកស្រាយពីខ្នាយកាច់ក៏ខ្ញុំឃើញដែរអត់មានខ្នាយកាច់ទេយកអាខ្នាយផ្សេងមកចង្អុលប្រាប់គេនេះកាច់វាយនេះកាច់វាយនេះកាច់វាយនេះមិនមែនយើងអ្នកកាច់ណាជ្រូកអ្នកកាច់អញ្ចឹងវាកាច់ប្រព័ន្ធបានទៅតាមកម្លាំងនៃជ្រូកកាច់អញ្ចឹងណាចឹងមើលវីដេអូខ្ញុំមកច្បាស់ហើយខ្ញុំក៏មិនមែនខ្នាយកាច់តែប៉ុណ្្នឹងដែរខ្ញុំចែកជាអស់ហើយនៅសល់ប៉ុណ្្នឹងបាទហើយប្រវត្តិខ្នាយកាច់ក៏ខ្ញុំមិនចេះតែបកកើតដែរបាទខ្ញុំដឹងច្បាស់មានសាក្សីបាទមានអ្នកនៅរស់ដឹងពីប្រវត្តិខ្នាយហ្នឹងអញ្ចឹងណាបាទអញ្ចឹងបងប្អូនដែលចែកជាទៅគឺមានទំនុកចិត្តដែលចង់ជួបម្ចាស់ដើមខ្ញុំឲ្យលេខទូរស័ព្ទនេះដូចខ្នាយនេះអញ្ចឹងឃើញអញ្ចឹងខ្ញុំដាក់កាច់ថ្មីបងប្អូនខ្នាយនេះកាច់យូរឆ្នាំហើយនៅសំណូតចាស់ខ្នាយនេះបាទដុសម្រះតិចហើយកាច់វែងមកទឹកបងប្អូនទំហំខ្នាយ2ហ៊ុន8បាទប្រភេទជ្រូកភក់អញ្ចឹងណាកាច់មកទឹកអញ្ចឹងមិនមែនខ្នាយឲ្យតែខ្លីបានកាច់ទេខ្នាយខ្លះក៏កាច់វែងទៅតាមកម្លាំងជ្រូកអញ្ចឹងណាអញ្ចឹងសូមបកស្រាយប៉ុណ្្នឹងចុះប្រភេទខ្នាយកាច់ហើយខ្ញុំមានខ្នាយកាច់មិនមែនប៉ុណ្្នឹងខ្ញុំធ្លាប់កាន់ខ្នាយកាច់ច្រើននឹងទៀតបាទប្រភេទខ្នាយកាច់ជាប់ដើមឈើក៏ខ្ញុំកាន់ប្រភេទខ្នាយកាច់ដែលមិនជាប់ដើមឈើក៏ខ្ញុំធ្លាប់កាន់ដែរហើយមើលខ្នាយកាច់ប្រមាណខ្នាយកាច់ក៏ដោយខ្នាយកាច់ណាក៏ដោយគឺអាសាច់ចានដែលកាច់នេះគឺវាអត់ប្រែប្រួលទេអញ្ចឹងណាអញ្ចឹងលោកតាអាចមើលវីដេអូឲ្យបានច្រើនហើយយល់ល្អលោកតាអាចជាវខ្នាយកាច់ណាដែលកាច់វិធម្មជាតិនឹងពិតប្រកបយកមកមើលកុំចេះតែប្រៀបធៀបយកខ្នាយតៃសាខ្នាយយកមកប្រៀបធៀបខ្នាយកាច់ប្រវែងនេះប្រវែងនោះទៅឃើញខ្នាយនឹងឃើញជ្រូកវាកាច់មែនបាទអញ្ចឹងតើយើងទៅជួបនឹងកាច់ជាប់ដើមឈើឬមួយក៏យើងដឹងថាខ្នាយនឹងវាកាច់យ៉ាងម៉េចអញ្ចឹងមុននឹងយើង comment នឹងយើងមើលផងយើងមានខ្នាយកាច់ទៅអត់ហើយខ្ញុំនិយាយនេះមិនមែនជាការខឹងឬក៏តបតអីទេគ្រាន់តែចង់បញ្ជាក់ថាខ្នាយកាច់ធម្មជាតិវាកាច់របៀបហ្នឹងហើយសន្តាននៃកាច់នេះមនុស្សកាច់ហើយនឹងសត្វកាច់វាខុសគ្នាហើយចង់ដឹងថាមនុស្សកាច់ខុសពីសត្វកាច់របៀបម៉េចទិញខ្នាយឲ្យបាន20 30ខ្នាយយកមកវាយមកមើលតើវាបាក់ដូចជ្រូកដែលវាកាច់អត់បើដូចកុំយកហ
ហើយបើថាវាកាច់នឹងវាមើលទៅវាលក្ខណៈធម្មជាតិទេអានឹងចាំយើងយល់អញ្ចឹងទី1ផ្នែកកាច់ធម្មជាតិដឹងប្រវត្តិអ្នកបាននឹងច្បាស់អត់បាទទី2គឺដឹងផ្នែកនឹងធ្លាប់មានប្រវត្តិបកកាយឬអត់អញ្ចឹងណាបងប្អូនបាទហើយមួយទៀតបាទដឹងឲ្យច្បាស់ចូលនៅក្នុងព្រៃបាទចូលក្នុងព្រៃទៅហើយទៅដើររោចូលព្រៃឲ្យជ្រៅទៅបើឃើញខ្នែនឹងកាច់បុកជាប់ដើមឈើខ្នែនឹងខ្នែកាច់ហ្នឹងប៉ុន្តែគាត់ថាខ្ញុំធ្លាប់កាន់ខ្នែកាច់ប្រភេទខ្នែកាច់គឺអត់មានស្នាមខ្មៅស្នាមក្រហមអីនៅជាប់ជាមួយនឹងចានហ្នឹងទេទោះបីអាសាច់ចានខាងក្រៅនេះវាប្រែប្រួលក្រហមខ្មៅជាប់ឈើប៉ុន្តែអាសាច់កាច់នេះគឺនៅធម្មជាតិដូចជាខ្នែនឹងនៅជាមួយជ្រូកអញ្ចឹងហើយសន្តាននៃកាច់ហ្នឹងគឺខ្ញុំមិនអាចបញ្យល់ឲ្យវាច្បាស់យ៉ាងណាទេគាត់ថាបងប្អូនចង់ច្បាស់ជាងនេះទៀតបងប្អូនទិញខ្នែ4 10 20ដើមយកមកវាយហើយយកមកទៀងជាមួយនឹងខ្នែដែលគេថាខ្នែកាច់ហ្នឹងវាពិតអត់វាដូចអត់បើដូចចាំយកបើមិនដូចមិនបាច់យកទេអញ្ចឹងណាបងប្អូនបាទសូមអរគុណសូមជម្រាបលា